ទាំងអស់គ្នាចង់ឆ្លងឆ្នាំយ៉ាងម៉េចដែរប្រធានជាងឆ្នាំនេះមិនបានឈប់សម្រាកទេគឺនៅធ្វើការនៅក្រុមហ៊ុននឹងហើយអញ្ចឹងខ្ញុំមិនអាចបំពេញបំណងពលលោកបានទេទាំងអស់គ្នានឹងបានឈប់សម្រាកលើ3ថ្ងៃឆាប់ទៅកសម្បត្តិទៅផ្ទះទៅអរគុណប្រធានជាងឯណាឲ្យយល់ព្រមឲ្យពួកនាងឈប់លោកគឺជាខ្ញុំជាប្រធានគ្រប់គ្រងបុគ្គលិកដែលផ្នែកធំទៅតែផ្ទៃខ្ញុំមកថ្ងៃក្រោយរឿងឈប់សម្រាកគឺខ្ញុំជាអ្នកគ្រប់គ្រងមិនឲ្យឈប់លើ3ថ្ងៃទេខ្ញុំគឺជានាយករបស់ក្រុមនេះខ្ញុំគឺជាអ្នកសម្រេចនាងមានរឿងអីលោកថកែមានមនុស្សចង់ប្រឆាំងហើយពួកនាងទាំងពីរមកបន្ទប់ខ្ញុំលោកថកែយ៉ាងស៊ីឈីមិនគិតពីប្រយោជន៍ក្រុមហ៊ុនឲ្យបុគ្គលិកឈប់លើ3ថ្ងៃពួកគេធ្វើការរកលុយដើម្បីគ្រួសារហត់ពេញ1ឆ្នាំទៅហើយឲ្យពួកគេទៅឆ្លងឆ្នាំមិនមែនដើម្បីពួកគេកាត់តែមានភាពរីករាយធ្វើការក្រុមហ៊ុនទេការភាពរីករាយអីទៅក្រុមហ៊ុនផ្ដល់ឱកាសឲ្យពួកគេនៅឲ្យប្រាក់ខែពួកគេទៀតខំធ្វើការឲ្យក្រុមហ៊ុនចឹងហើយអញ្ចឹងលោកនាយកស៊ុំលោកខំធ្វើការអីខ្លះដើម្បីក្រុមហ៊ុនទៅមកធ្វើការរបស់លោកឲ្យពួកយើងបានរៀនសូត្រពីលោកបន្តិចមើលក្រុមស៊ីជីមានសមត្ថភាពធ្វើការល្អណាស់រឿងឈប់សម្រាកនោះឲ្យស៊ីជីចាត់ការទៅអរគុណលោកតកែនាយកស៊ុំថ្ងៃចូលឆ្នាំនេះលោកត្រូវនៅក្រុមហ៊ុនធ្វើការលោកធ្វើការក្រុមហ៊ុនឲ្យបានល្អទៅបានឈប់សម្រាក3ថ្ងៃហើយយ៉ាងម៉េចខ្ញុំមានវិធីមិនឲ្យនាងឈប់សម្រាកទេខ្ញុំបានក៏សម្បត្តិទៅផ្ទះរួចហើយជាងស៊ីឈីក្រុមនាងម្សិលមិញមិនបានមកធ្វើការទេប្រាក់បំណាច់ឆ្នាំរបស់គ្រប់គ្នានឹងរំសាយចោលតំណែងបុគ្គលិកឆ្នាំរបស់នាងក៏លែងមានដែរម្សិលមិញពួកយើងមកធ្វើការហើយធ្វើការតាមមកដល់ម៉ោង10ទៀនគឺវាមកពីម៉ាស៊ីនស្កេនកាតខូនមកពីរិស័យនាងមិនល្អខ្ញុំស្កេនបានតើពួកនាងមិនបានស្កេនកាតដោយមិនបានមកធ្វើការអញ្ចឹងឆ្លោះគ្នាអីហ្នឹងនេះមានរឿងអីទៀតហើយថៅកែក្រុមនាងម្សិលមិញមិនមកធ្វើការទេនាងមកយកចិត្តទុកដាក់ក្នុងក្រុមហ៊ុនឡើយតាមពិតដែរទេលោកថៅកែម្សិលមិញបាត់កុំព្យូទ័រមួយពេលនេះយើងត្រូវការឆែកបន្តិចឆែកបុគ្គលិកដែលចេញចូលកាលពីម្សិលមិញចំអ្នកនោះគឺមានតែលោកនាយកស៊ូទេព្រោះកាលពីម្សិលមិញគាត់នៅធ្វើការតែម្នាក់ឯងបើមិនជឿទេលោកអាចមើលម៉ាស៊ីនស្កេនបានយ៉ាងស៊ីឈីនាងកុំចោទអ្នកដទៃប្រេះផ្ដាស់កាលពីម្សិលមិញពួកនាងក៏មកធ្វើការដែរតាមពិតទៅលោកដឹងថាពួកខ្ញុំមិនមែនមិនបានមកធ្វើការទេអញ្ចឹងមុននេះលោកមានចេតនាចាប់ប្រកាន់មករួមការងារខ្ញុំនឹងឲ្យវត្តមានពួកគេនៅក្នុងការងារហ៊ានលេងល្បិចជាមួយខ្ញុំផងប្រយ័ត្នរស់មិនបានមួយទឹកទៅទាំងអស់គ្នាទៅធ្វើការចាំស៊ីជីនាងចាំមើលទៅប្រធានជាងក្រុមហ៊ុនវ៉ាន់ស៊ីងដែលជាដៃគូប្រកួតប្រជែងរបស់យើងនោះលេងល្បីដាក់ពួកយើងទៀតហើយលើកនេះលេងល្បីអីទៀតហើយមិនបានត្រជាក់យ៉ាងនេះអ្នកណាបានម៉ាស៊ីនកម្ដៅចាប់ពីថ្ងៃនេះទៅដើម្បីសន្សំលុយឲ្យក្រុមហ៊ុនមិនបើកម៉ាស៊ីនកម្ដៅទៀតទេមិនបើកម៉ាស៊ីនកម្ដៅក្រុមហ៊ុនហ្វលលុយប៉ុណ្ណាទៅខ្ញុំថាលោកមានចេតនាទៅវិញទេនៅក្នុងបន្ទប់រងាយ៉ាងនេះឲ្យពួកគេធ្វើការយ៉ាងម៉េចទៅក្រុមហ៊ុនឲ្យពួកនាងមកធ្វើការមិនមែនឲ្យពួកនាងមកស្រណុកទេក្រុមហ៊ុនឲ្យប្រាក់ខែពួកនាងមិនមែនឲ្យមករមិលគុណទេបើអញ្ចឹងមិនអីទេពួកយើងឈប់ធ្វើការហើយតោះទៅវិញយ៉ាងស៊ីជីនាងកុំស្ដាយក្រោយឲ្យសោះពេលនេះអ្នករកការងារធ្វើមានច្រើនណាស់នាងទៅភ្លាមខ្ញុំនឹងរកមនុស្សថ្មីមកផ្លែតកុំគិតថាពួកនាងគ្មានអ្នកជំនួសឲ្យសោះអញ្ចឹងក៏សាកមើលទៅយ៉ាងស៊ីជីខ្ញុំប្រាប់នាងទៅចោះក្រុមហ៊ុននេះបើមាននាងគឺគ្មានខ្ញុំប្រធានជាងខ្ញុំទៅយករបស់បន្តិចមិនបាច់ទេចុងក្រោយអ្នកទៅមិនមែនពួកយើងទេមើលទូរស័ព្ទទៅរឿងព័ត៌មានមិនល្អរបស់ក្រុមហ៊ុនឡើងថប់សើយហើយឆាប់ទៅហៅនាយកជាងមកមិនបានជាតិចយ៉ាងនេះហើយកែជាងស៊ីជីនាងខ្ជះខ្ជាយលុយក្រុមហ៊ុនថែមទាំងឲ្យបុគ្គលិកឈប់លើ3ថ្ងៃទៀតខូចច្បាប់ការងារខ្ញុំមិនដេញនាងចេញហើយមនុស្សល្ងងមនុស្សមានសមត្ថភាពទៅជាធនធានរបស់ក្រុមហ៊ុនដោះស្រាយរឿងព័ត៌មានមិនបានលោកដឹងថាក្រុមហ៊ុនខាត់អស់ប្រមាណកោតទេលោកថកែជាងស៊ីជីនាងមកចាំពេលល្អណាស់បើនាងដោះស្រាយបញ្ហានេះបានខ្ញុំមករៀបចំគម្រោងរួចហើយបើធ្វើតាមគម្រោងនោះយើងបំផុត2ម៉ោងបញ្ហាលើកនេះនឹងដោះស្រាយបានហើយបានខ្ញុំសញ្ញេនាងទៅធ្វើការចុះតែលោកនាយកស៊ូបាននិយាយហើយថាក្រុមហ៊ុនមានគាត់គឺគ្មានខ្ញុំទេលោកត្រូវបានដេញចេញហើយមិនមែនទេលោកថកែបើចាំស៊ីជីដោះស្រាយមិនបាននោះតាឆាន់លោកទៅសរសេរលិខិតមួយបញ្ជាក់ពីការបន្តិច10នាទីក្រោយយកខ្ញុំសញ្ញេខើនាងតាកតងទៅផ្នែក KOL ទៅបើពួកគេមិនអាននិយាយល្អពីពួកយើងបានក៏មិនដែរតែមិនអាននិយាយមិនល្អពីពួកយើងបានទេចាបានគ្មានបញ្ហាអីទេអ្នកផ្សេងធ្វើតាមគម្រោងការទៅរកកន្លះម៉ោងដល់ត្រូវរីកាខ្ញុំចាបាននាយកជាងស៊ីជីនាងមានសមត្ថភាពមែនមិនបានជាលោកនៅទីនេះទៀតឆាប់ចេញពីទីនេះទៅលោកតកែលោកនាយកស៊ុំក្រែងខ្ញុំបានប្រាប់លោកហើយមែនទេចង់ប្រកួតជាមួយខ្ញុំលោករស់មិនបានមួយទឹកទេ